ធ្វើអីក៏ដោយសូមបងប្អូនយកលទ្ធផលមកវាស់គិតត្រូវគិតខុសរឿងសំខាន់មើលលទ្ធផលទៅបើសិនជាលទ្ធផលនឹងបញ្ហាមានន័យថាការគិតរបស់យើងនឹងវាអត់ត្រូវហើយឬមួយក៏វាមានបញ្ហាចំណុចណាមួយហើយសូមយកផលយកមកសម្រាប់ទៀងទាត់ឧទាហរណ៍ថាអ្នកហ្នឹងមានពេលខ្លះចរិតដូចក្មេងពីព្រោះពេលដែលគាត់ទៅនៅក្បែរក្មេងគាត់ធ្វើចរិតដូចក្មេងដោយសារនៅក្នុងខ្លួនគាត់ងាយមានភាពបត់បែនមានន័យថាខ្លួនគាត់អាចសម្របខ្លួនបានបើបុគ្គលបែបហ្នឹងអ្វីដែលក្នុងខ្លួនពិតប្រាកដបុគ្គលហ្នឹងគឺជាមនុស្សដែលមានបញ្ញាបេះដូងខ្ពស់យល់បានទេប៉ុន្តែមើលលើផលណាថាតើនៅពេលដែលគាត់ធ្វើហ្នឹងណាយ៉ាងម៉េចបើផលចេញផ្សេងបញ្ហាយល់បានទេ